ជាបក្សីដែលមានមាឌតូចរហ័សនិងមានចំពុះវែងអាចស្រូបទឹកពីផ្កាជ្រៅជ្រៅដូចជាការងាររបស់ឃ្មុំដែរជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូមួយបង្ហាញអំពីសត្វស្លាបមួយប្រភេទដែលមានឈ្មោះថាចាបកន្លងបើនិយាយអំពីសត្វកន្លងនេះពុកម៉ែបងប្អូនមួយចំនួនគឺគាត់ប្រកាសជាបានស្គាល់ច្រើនហើយដោយសារតែយើងឧស្សាហ៍ប្រទះឃើញវានៅតាមដើមឈើឬក៏សួនច្បារដំណាំដែលមានផ្កាជាដើមហើយសត្វស្លាបមួយប្រភេទនេះគឺវាមានភាពរហ័សរហួនមែនទែនវាមានចំពុះវែងកោងស្ដើងអនុញ្ញាតឲ្យវានឹងក្រេបទឹកអំពីក្នុងផ្កាជ្រៅជ្រៅក៏ដូចជាការងារកន្លងផងដែរកន្លែងដែលយើងប្រទះឃើញវាច្រើនបំផុតនោះគឺកន្លែងដែលមានផ្កាច្រើនហើយអាហាររបស់វាគឺទឹកផ្កាសត្វល្អិតតូចៗនិងសត្វល្អិតប៉ារ៉ាស៊ីតជាដើមមានសំឡេងច្រៀងខ្លីៗនិងស្រាលមិនខ្លាំងប៉ុន្មានប៉ុន្តែញាប់ការសាងសង់សម្បុកបក្សីញីជាអ្នកសាងសង់សម្បុកជាចម្បងសម្បុកមានរាងដូចជាថង់ឬក៏ផ្លែប៉េងប៉ោងជួរនៅចុងមែកឈើឬដើមឈើរុក្ខជាតិការសង់នោះទៀតសោតរួមមានដូចជាសរសៃស្មៅស្លឹកឈើស្ងួតបន្ទាប់ពីញាស់បក្សីញីថែរក្សាកូនជាចម្បងបក្សីឈ្មោលជួយរកអាហារនិងការពារតំបន់ដែលកូនរបស់វារស់នៅសម្រាប់កូនបក្សីគឺសត្វល្អិតតូចៗដែលមានប្រូតេអ៊ីនខ្ពស់ចំណុចដែលគួរឲ្យចាប់អារម្មណ៍សត្វស្លាបមួយប្រភេទនេះអាចបង្កាត់ពូជបានច្រើនដងក្នុងមួយឆ្នាំប្រសិនបើអាហារសម្បូរគ្រប់គ្រាន់ចាបកន្លងជាទូទៅមានកម្ពស់ប្រមាណជា 11.5 សង់ទីម៉ែត្រឈ្មោលខ្នងមានពណ៌បៃតងខ្ចីរលោងថ្ងាសបំពង់កដើមទ្រូងមានពណ៌ខៀវចាស់ពោះនិងគូតពណ៌លឿងនិងក្រោមកន្ទុយពណ៌សក្រោយបន្តពូជឈ្មោលមានបំពង់កពណ៌ខៀវចាស់ញីផ្នែកពោះពណ៌លឿងក្រោមកន្ទុយពណ៌សទីជម្រកព្រៃល្បោះតំបន់វាលសួនច្បារតំបន់កសិកម្មព្រៃកោងកាងព្រៃកំពតនិងតំបន់ឆ្នេរជីវសាស្ត្រស៊ីលំអងផ្ការបាយមានវត្តមានពេញមួយឆ្នាំជាប្រភេទរងគ្រោះតិចតួចរដូវបន្តពូជចាប់ពីខែធ្នូដល់ខែកញ្ញាមុននឹងដល់ទីបញ្ចប់សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយ share និងចែករំលែកវីដេអូនេះម្នាក់មួយផងសូមអរគុណសម្រាប់ការតាមដានទស្សនា